ធ្លាប់ឆ្ងល់ទេហេតុអ្វីពេលអ្នកចុចបាយភ្លាមតម្លៃបាយជាធ្លាក់ហើយពេលអ្នកខ្លាចអ្នកចុច sell វិញទីផ្សារបាយជាឡើងវិញតើវាជារឿងចៃដន្យឬមានអ្នកណាម្នាក់កំពុងប្រមាញ់ stop loss របស់ retail trader ការពិតគឺទីផ្សារមិនដំណើរការដោយចៃដន្យទេតម្លៃភាគច្រើនរត់ទៅរកកន្លែងដែលមាន liquidity ហើយ trader ដែលរកចំណេញជាប្រចាំមិនចូល trade ព្រោះឃើញ candlestick ទំនងចូលផ្សារទេពួកគេរងចាំឲ្យទីផ្សារទៅយក liquidity សិនរួចទើបស្វែងរក entry ដែលមាន probability ខ្ពស់នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកពីគំនិតស្នូល3ដែល trader អាជីពប្រើជារៀងរាល់ថ្ងៃ liquidity market structure smart money concept បើអ្នកយល់ចំណុចទាំង3នេះអ្នកនឹងឈប់មើលឆាតដូចមុនទៀតហើយកុំភ្លេចចុច follow និង share ដើម្បីទទួលបានវីដេអូបែបនេះបន្ថែមទៀតតើអ្នកណាជាអ្នកផ្លាស់ទីផ្សារ trader ថ្មីជាច្រើនគិតថាទីផ្សារឡើងឬចុះព្រោះមានមនុស្សចុច buy និង sell ច្រើនវាត្រឹមត្រូវប៉ុន្តែមិនទាំងស្រុងសួរខ្លួនឯងមួយសិនបើអ្នកចង់ទិញ gold ចំនួន1 lot តើអ្នកអាចធ្វើឲ្យទីផ្សារឡើងបានទេមិនអាចទេសូម្បីតែ10 lot ឬ20 lot ក៏មិនងាយប៉ះពាល់ទីផ្សារដែរប៉ុន្តែស្ថាប័នធំៗដូចជាធនាគារមូលនិធិវិនិយោគនិងក្រុមហ៊ុនហិរញ្ញវត្ថុធំៗពួកគេធ្វើការជាមួយទំហំបញ្ជាទិញ order រាប់រយឬរាប់ពាន់ lot ហើយការបញ្ជាទិញទំហំបែបនេះមិនអាចចូលទីផ្សារភ្លាមៗបានទេហេតុអ្វីព្រោះពួកគេត្រូវការភាគីម្ខាងទៀតមកទទួលការបញ្ជាទិញរបស់ពួកគេនោះហើយជាមូលហេតុដែលពួកគេស្វែងរក liquidity ចុះតើ liquidity គឺជាអ្វីស្ដាប់ពាក្យ liquidity ទៅដូចជាពិបាកប៉ុន្តែគំនិតរបស់វាសាមញ្ញណាស់ liquidity គឺជាកន្លែងដែលមានបញ្ជាទិញ order ច្រើនកំពុងរងចាំគិតដូចជាទីផ្សារមួយបើអ្នកចង់លក់ទំនិញអ្នកនឹងទៅកន្លែងដែលមានមនុស្សច្រើនមិនមែនទៅកន្លែងដែលគ្មានអ្នកណាទេទីផ្សារហិរញ្ញវត្ថុក៏ដូចគ្នា smart money តែងតែស្វែងរកកន្លែងដែលមាន order ច្រើនបំផុត liquidity នៅទីណា trader ភាគច្រើនដាក់ stop loss នៅកន្លែងស្រដៀងគ្នាឧទាហរណ៍អ្នកទិញនៅទីនេះអ្នកដាក់ stop loss នៅក្រោម low ចុងក្រោយ trader ទី2ក៏ដាក់ដូចគ្នា trader ទី3ក៏ដាក់ដូចគ្នាចុងក្រោយមាន stop loss រាប់រយរាប់ពាន់ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយតំបន់នេះហៅថា sell side liquidity ពីព្រោះ stop loss របស់អ្នកទិញនឹងក្លាយជាការបញ្ជាលក់ប្រសិនបើវាត្រូវបានប៉ះផ្ទុយទៅវិញ trader ដែល sell ភាគច្រើនដាក់ stop loss នៅលើ swing high នៅពេល stop loss ទាំងនោះប្រមូលផ្ដុំគ្នាវាបង្កើតជា buy side liquidity ដូច្នេះ liquidity មិនមែនជាអ្វីដែលអ្នកមើលឃើញដោយផ្ទាល់ទេវាជាកន្លែងដែលយើងអាចទាយបានថាមាន orders ជាច្រើនកំពុងរងចាំហេតុអ្វីតម្លៃតែងតែទៅរក liquidity នេះជាចំណុចដែលធ្វើឲ្យ trader ថ្មីភ្ញាក់ផ្អើលតើអ្នកធ្លាប់ឃើញស្ថានភាពបែបនេះទេតម្លៃឡើងដល់កំពូលចាស់បំបែកឡើងបន្តិចអ្នកគិតថា break out ហើយអ្នកចូលបាយភ្លាមប៉ុន្តែបន្ទាប់មកតម្លៃបែរជាធ្លាក់ចុះវិញយ៉ាងខ្លាំងមូលហេតុគឺទីផ្សារមិនឡើងដើម្បីបន្ត trend ភ្លាមទេវាឡើងទៅយក buy side liquidity ជាមុនសិននៅពេល stop loss របស់អ្នក sell និង buy stop order ត្រូវបានប៉ះ smart money ទើបមាន liquidity គ្រប់គ្រាន់ដើម្បីបើក position ធំរបស់ពួកគេហើយបន្ទាប់ពីនោះទីផ្សារអាចបែរទិសនោះហើយជាមូលហេតុដែល break out คล้ายៗកើតឡើងញឹកញាប់តោះឥឡូវយើងមកស្វែងយល់ពី liquidity sweep និង liquidity grab វិញម្ដងមានពាក្យពីរដែលអ្នកនឹងឮញឹកញាប់ liquidity grab គឺការប៉ះ liquidity បន្តិចហើយត្រឡប់វិញយ៉ាងលឿនជាទូទៅកើតឡើងក្នុងពេលខ្លីចំណែក liquidity sweep គឺការរុញតម្លៃឲ្យឆ្លងកាត់ liquidity zone មួយរយៈមុននឹងបែរទិសទាំងពីរមានគោលបំណងដូចគ្នាគឺប្រមូល orders មុនចាប់ផ្ដើមចលនាធំសម្រាប់ trader រឿងសំខាន់មិនមែនទន្ទិញពាក្យទាំងនេះទេរឿងសំខាន់គឺកុំប្រញាប់ចូល trade នៅពេលឃើញ break out សួរខ្លួនឯងសិនថាតើនេះជា break out ពិតឬគ្រាន់តែជាការទៅយក liquidity ឧទាហរណ៍លើ XAU USD ស្រមៃថា gold កំពុងឡើងតម្លៃទៅដល់ swing high ចាស់ trader ភាគច្រើនគិតថាបើបំបែក high នេះបានវានឹងឡើងបន្តពួកគេចុច buy ប៉ុន្តែ smart money មិនប្រញាប់ដូចពួកគេទេទីផ្សាររុញតម្លៃឡើងលើ high បន្តិចទាញយក stop loss និង buy orders ទាំងអស់ហើយបន្ទាប់មកបង្កើត bearish engulfing ខ្លាំងមួយតម្លៃចាប់ផ្ដើមធ្លាក់ចុះ trader ដែលចូល buy នៅពេល break out ជាប់នៅកំពូលរីឯ trader ដែលរងចាំ liquidity sweep និង confirmation ទើបចាប់ផ្ដើមរក entry sell នោះហើយជាភាពខុសគ្នារវាងការដេញតាមទីផ្សារនិងការរងចាំឱកាសដែលមាន probability ខ្ពស់ដូច្នេះសូមចាំគំនិតសំខាន់មួយទីផ្សារមិនរត់ដោយចៃដន្យទេវារត់ទៅរកកន្លែងដែលមាន liquidity ហើយ liquidity ភាគច្រើនស្ថិតនៅកន្លែងដែល trader ភាគច្រើនដាក់ stop loss សូម comment ពាក្យថា yes ប្រសិនជាចង់សិក្សាអំពី liquidity នៅភាគទី2បន្ថែមទៀតព្រោះនៅក្នុង part 2យើងនឹងបន្តទៅកាន់ចំណុចដែលសំខាន់ជាងនេះទៀតរបៀបប្រើ market structure ដើម្បីកំណត់ទិសដៅរបស់ markets របៀបសម្គាល់ break of structure និង change of character ហើយចុងក្រោយយើងនឹងយក liquidity បូក market structure បូក candlestick confirmation
មកផ្សំជាមួយគ្នាដើម្បីបង្កើត entry model ដែល trader អាជីពប្រើប្រាស់ជារៀងរាល់ថ្ងៃ